ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតាថ្ងៃនេះមកមើលកូនបើធ្វើក្តាមប្រៃទាំងអស់គ្នាអញ្ចឹងឥឡូវនេះគឺកូនបើមានក្តាមហើយក្តាមនេះយើងបកមកដើម្បីធ្វើជ្រក់អីចឹងណាពុកម៉ែបងប្អូនហើយនិយាយទៅគឺធ្វើទុកយូរទេណាពុកម៉ែបងប្អូនធ្វើឲ្យថាធ្វើពេលថ្ងៃល្ងាចឡើងបានញ៉ាំអីចឹងទៅហើយក្តាមនេះគឺកូនបើបានត្រាំវារួចរាល់អស់ហើយក៏យកវាមកបកទៅបកស្ទះបកអីចេញអស់ណាពុកម៉ែបងប្អូនចឹងយើងថាកូរវាសិនទៅបន្ទាប់ពីយើងកូររួចរាល់អស់ហើយយើងធ្វើការផ្សំគ្រឿងចូលទៅចាអញ្ចឹងគ្រឿងរបស់យើងដែលអាចផ្លេចបាននោះគឺមានខ្ទឹមសហើយនិងម្ទេសបើម្ទេសរឹតតែច្រើនគឺថារឹតតែអែមណាពុកម៉ែបងប្អូនហើយយើងធ្វើការដាក់ស្ករប៊ីចេងអីទៅតាមនឹងទៀតទៅក្រូចឆ្មាក្រូចអីតាមចំណូលចិត្តហើយដោយសារតែកូនបើឃើញក្តាមនេះតាមវាស្រែអីចឹងណាក៏ចាប់មកយកមកធ្វើជ្រក់ទៅហើយក៏ប៉ាត់ទៅគឺមិនមែនតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបានច្រើនដោយសារតែយើងយកទៅស្លខ្លះយកមកជ្រក់ខ្លះអីចឹងណាពុកម៉ែបងប្អូនហើយយើងក៏លេចមកមើលក្តាមរបស់យើងវិញឥឡូវនេះគឺចាប់ផ្ដើមច្នៃក្រូចឆ្មាចូលហើយអញ្ចឹងយើងផ្សំគ្រឿងវាឲ្យចូលជាតិគ្នាតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនអីចឹងទៅហើយក្តាមនេះផងដែរតើរសជាតិរៀងដិតតែបានឆ្ងាញ់ពុកម៉ែបងប្អូនហើយក្តាមឥឡូវបើសិនជាទុកមកយប់2យប់3អត់បានទេពុកម៉ែបងប្អូនដូចវាញ៉ាំអត់កើតចឹងណាឥឡូវតោះតាជ្រក់ថ្ងៃញ៉ាំល្ងាចអីបានកើតបានឆ្ងាញ់ឥឡូវអត់ដូចពីមុនទេបើចាស់ជំនាន់មុនគាត់ធ្វើក្តាមប្រៃទុកឡើង2-3យប់ពុកម៉ែបងប្អូនអើយតោះឥឡូវយើងមកកូរច្បល់ក្តាមប្រៃរបស់យើងវិញម្ដងក៏ប៉ុន្តែគឺកូនបើហៅក្តាមប្រៃដូចមិនសូវត្រូវទេហៅក្តាមជ្រក់បានវាត្រូវជាងហើយនេះរួចរាល់អស់ហើយតំណងឯងពុកម៉ែបងប្អូនបើបានបាយកកអីទៀតរត់តែអែមតែម្ដងក៏សូមអរគុណផងដែរពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់កូនបើសូមពុកម៉ែបងប្អូនធ្វើការចុច like subscribe និងរូបសញ្ញាកណ្ដឹងផងណាសូមអរគុណ